ជាទូទៅក្នុងការប្រកបអាជីវកម្មមួយវាតែងតែមានរបត់វាតែងតែមានបែបផែនរបស់វាទីសងទៅលើទីតាំងដែលយើងកំពុងតែឈរជើងវាស៊ីសងទៅលើបរិយាកាសដែលយើងនៅជុំវិញថ្ងៃនេះ Franchise Talk ចង់លើកអាជីវកម្មមួយដែលគាត់បានធ្វើឲ្យប្រទេសហ្វីលីពីនក៏ក្រើកជាអាជីវកម្ម franchise របស់ជប៉ុនដែលមានឈ្មោះថា Tokyo Tokyo ក៏បានចូលក្នុងទីផ្សាររបស់ហ្វីលីពីននៅឆ្នាំ1995ស្របពេលដែលទីផ្សាររបស់ fast food ហ្នឹងកំពុងតែរីកចម្រើននៅប្រទេសហ្វីលីពីននិយាយទៅគាត់ចូលទៅហ្នឹងគឺចំពេលល្អហ្មងនៅពេលដែលចំពេលល្អហើយគាត់ចេះបត់បែនទៅតាមទីផ្សារទៀតដឹងអ្នកទាំងអស់គ្នានឹងគាត់ធ្វើមិនទេគឺគាត់បើកលក់ម្ហូប Tokyo ហ្នឹងក៏បើកលក់ម្ហូបបែបជប៉ុនប៉ុន្តែដូចថាបែបម្ហូបជប៉ុនសុទ្ធសាធហ្មងអត់មានម្ហូបហ្វីលីពីនទេប៉ុន្តែគាត់ដឹងថាប្រជាជនហ្វីលីពីនចូលចិត្តញ៉ាំបាយប្រជាជនហ្វីលីពីន3ម៉ោង3មួយថ្ងៃ3ពេលទោះបីជាឡើងដល់4ពេលក៏គាត់ត្រូវតែញ៉ាំបាយដែរអត់អាចមានម្ហូបណាដែលអត់មានបាយបានទេគាត់ញ៉ាំបាយច្រើនអញ្ចឹងបើនៅជប៉ុនគឺ Tokyo លក់បែបផ្សេងគាត់លក់ traditional ម្ហូបជប៉ុនដូចគ្នាប៉ុន្តែខុសពីនៅហ្វីលីពីនពេលដែលគាត់ចាប់ផ្ដើមចូលទីផ្សារហ្វីលីពីនភ្លាមអ្នកនរគ្នាដឹងគាត់ធ្វើអីគេគាត់ដាក់ថា uniqueness លក្ខណៈពិសេសរបស់ Tokyo នៅប្រទេសហ្វីលីពីនហ្នឹងគឺខុសពីជប៉ុនហ្មងគឺគាត់ឲ្យញ៉ាំបាយ free អ្នកឯងញ៉ាំមិនញ៉ាំគឺញ៉ាំមួយឆ្អែតឲ្យតែអ្នកឯង order ម្ហូបអញ្ចឹងឲ្យ order ម្ហូបជប៉ុនប្រហែលមុខមិនទៅប៉ុន្តែបាយគឺ free ហ្មងអូអ្នកទាំងអស់គ្នាដឹងអត់ថា Tokyo គឺទៅជា brand មួយដែល boom ខ្លាំងមែនតើនៅប្រទេសហ្វីលីពីនតាំងពី1985នឹងរហូតមកដល់ឥឡូវគេឈរជើងបានយូរមែនតើអ្នកទាំងអស់គ្នាឃើញអត់នៅពេលដែលយើងចេះស្របទៅនឹងទីតាំងស្របទៅនឹងបរិយាកាសនៅជុំវិញខ្លួនយើងត្រូវចេះបត់បែនអាជីវកម្មរបស់យើងគឺយើងអាចរស់បានយូរខ្ញុំលើកឧទាហរណ៍ស៊ុបជាមីងភ្លោះដែលនៅសៀមរាបម្ចាស់គាត់ឆ្លាតអ្នកទាំងអស់គ្នាដឹងគាត់ធ្វើមិនអីគាត់ដឹងប្រជាជនយើងចូលចិត្តញ៉ាំម្ហូបចិនហើយអាស៊ុបចិនហ្នឹងវាឆ្ងាញ់ប៉ុន្តែដល់ឡែកអាប្រភេទស៊ុបចិនហ្នឹងអ្នកខ្លះអត់សូវចេះហូបទេគាត់ក្តោបទីផ្សារបានតិចបើមិនជាគាត់ដាក់ស៊ុបចិនសុទ្ធប៉ុន្តែគាត់ឆ្នៃស៊ុបចិនហ្នឹងទៅជាស៊ុបចិនបែបខ្មែរញ៉ាំទៅអត់ស្ពឹកមាត់ទេសូម្បីតែម្ទេសហ្នឹងមកក៏អត់ហឹរពេកដែរហើយអត់សូវមានប្រេងខ្លាំងទេអញ្ចឹងគាត់ចេះនៅម្ចាស់អាជីវកម្មហ្នឹងគាត់ចេះបត់បែនអ្នកទាំងអស់គ្នាឃើញគាត់ដឹងថាគាត់បើកអាជីវកម្មហ្នឹងមិនមែននៅចិនទេហើយក៏មិនមែនសំដៅលើតែអ្នកចេះម្ហូបចិនដែរគាត់បើកទីតាំងនៅខេត្តសៀមរាបម្ហូបខ្មែរជនជាតិខ្មែរហើយគាត់ចង់ក្តោបទីផ្សារខ្មែរគាត់ឆ្នៃស៊ុបចិនរបស់គាត់អ្នកទាំងអស់គ្នាដឹងអត់ញ៉ាំអត់ធុញទេញ៉ាំស៊ុបចិនរបស់គាត់បែបខ្មែរហើយមានពីររសជាតិគឺញ៉ាំហើយញ៉ាំទៀតខ្ញុំទៅមួយអាទិត្យញ៉ាំទាំងមួយអាទិត្យញ៉ាំអត់ដែរធុញទេរបស់ក៏ស្រស់ហើយមានទាំងត្រីមានទាំងសាច់មានទាំងបន្លែគឺគាត់ឆ្នៃបានល្អមែនតើហើយឥឡូវគាត់ចាប់ផ្ដើមចេញលក់ franchise ហើយខ្ញុំគិតថាគាត់នឹងទៅមុខបានយ៉ាងងាយដោយសារតែម្ចាស់នឹងគាត់ចេះបត់បែនអញ្ចឹងខ្ញុំចង់លើកមកវិញសម្រាប់ម្ចាស់អាជីវកម្មដែលគាត់កំពុងតែជួបភាពលំបាកនៅក្នុងសម័យដែលគេហៅថាវិបត្តិសេដ្ឋកិច្ចនេះបើសិនបើអ្នកទាំងអស់គ្នាចេះបត់បែនលើ Tokyo brand franchise របស់ជប៉ុនដែលចូលហ្វីលីពីនគាត់ឲ្យញ៉ាំបាយ free ហើយ order តែម្ហូបហ្នឹងឬក៏ដូចជាមីងស៊ុបនេះដែលគាត់យកស៊ុបចិនមកឆ្នៃដើម្បីប្រជាជនខ្មែរអាចញ៉ាំបានហើយគាត់ក្តោបទីផ្សាររបស់សៀមរាបបានណាប្រជាជនសៀមរាបភាគច្រើនគឺគាត់ស្គាល់ស៊ុបជាមីងហ្មងដោយសារអីស៊ុបចិនប្រជាជនខ្មែរចូលចិត្តប៉ុន្តែវារសជាតិបែបខ្មែរវាឆ្ងាញ់ញ៉ាំអត់តលន់អត់មានខ្លាញ់ហើយអត់ស្ពឹកមាត់ឃើញអ្នកទាំងអស់គ្នាអាជីវកម្មតើយើងចេះបត់បែនអូខេអរគុណជំរាបលា